របស់រ៉ាតក៏មានប្រសិទ្ធស្រួលនៅក្នុងហ្គេមហ្នឹងបាទចឹងយើងដើម្បីស្វាគមន៍មកការប្រកួតជំនួបជាមួយនឹង Season 8ជាមួយនឹង Flash Game ដែលអ្នកនេះកំពុងតែតឹងរង់ចាំបានមកដល់ហើយហ្គេមទី1នៃការប្រកួត IPL រដូវកាលទី7សប្តាហ៍ទី3ថ្ងៃទី2របស់យើងបាទណាមិញពួកគាត់ចូលមកដល់ security ខ្លួនប៉ុន្តែអ្វីដែលយើងមើលឃើញពី spell របស់ពួកគាត់ណាសម្រាប់ជាមួយនឹងខាងក្រុមយេស៊ូគាត់យក flicker ដើម្បីគេស្រួលការ counter ជួយអានទៅបានដូចគ្នាតែពេលនេះមើលជាមួយនឹងរបស់ខាង Flash Game គាត់ឲ្យទៅទីដើម្បីជួយ define ទៅដល់តែថាគេរៀបគេការពីអស់គឺនឹងប្រហែលតែម្ដងបាទចឹងសម្រាប់ជាមួយនឹងការប្រកួតរបស់យើងនាំជូនដោយជាមួយនឹង Infinite GT 20 Pro 5G ស្មាតហ្វូនប្រកួតផ្លូវការនៅក្នុងការប្រកួត LPLK នៅដល់ការទី3របស់យើងដែលបានវាមកជាមួយនឹង chip D8200 Ultimate 5G និង Gaming Display Chip ដែលអាចធ្វើការលេងជាមួយនឹង MLB បានរហូតដល់120 frame rate ផងដែរតែដំណើរការជាមួយនឹងកម្មវិធីរលូនជាមួយនឹង RAM 24G ជាមួយនឹង AMOLED 144 Hz ជាមួយនឹង Infinite GT 20 Pro 5G បាទជា smartphone ដែលលេង game ដល់កម្រិតអន្តរជាតិត្រូវរ៉ាទិញយើងមក speed យកហ្មងទូការរថេណាចូលចង់លេរថេសិនលឿនឬមិនយ៉ាងម៉េចpassive ដែលចេញពី Ultimate skill ទី4របស់ Flash អាយយបាទចូលរ៉ាអូ full image យកតែម្ដងបាទចាំមកគាត់ពាំនេះបងណាជុំហ្គេមនេះយូរទៅគាត់ដាក់រត់ស្ទុយហ្មងបងគាត់គេរត់មកហ្គេមនេះគាត់បង្ខំទៅលើteam fight ធំសំខាន់ flicker អីមានទៀតចូលអាចនឹងលេងចកេះឲ្យលេងស៊ូយស៊ូតង់ស្បាយមកអាចដាច់ចកេះវិញណាអត់មានណាគាត់មាន passive ក៏មានអីគាត់នៅតែពីជើងហ្នឹងទេណាចឹងគាត់ថាគាត់យក flicker ឲ្យគាត់តែពីជើងនេះទៀតខ្ញុំមិនដែរចាប់អារម្មណ៍ឃើញគេពេកណាតម្រូវបងបាទនិយាយដល់ណាយកមើលយុទ្ធសាស្ត្ររបស់គាត់ក្នុងការលេងចឹងណាបងយ៉ាងណាមកយើងលេងមើលវត្តមានថតមានការបើកឆាកពីក្រុមទាំងសងខាងដូចគ្នាជួយនឹងការតេស្តបតៃលើសមាជិករបស់ Flash គេរៀងច្រើនតែពេលដែលយើងលេងមើលជាមួយវត្តមាន PP ចង់ទៅអើគេបតៃដូចអត់ចេះសាលវ៉ែនទៅ3យ៉ាងណាមកវត្តមាន total មានការវាយតែដល់ជាមួយនឹងសមាជិករបស់ Flash ពីការក្រាក់ទៀតពី brand ទីបន្តទៅពេលដល់ពីការក្រាក់ពីវត្តថតដល់ពីឆ្មាលុះទៅដល់បាយដាំតែដល់សយសិនហើយនៅបាត់តែគាត់តែជាការបែកគេតែខាងរោមស្មាពីសូយ៉ា inspire លេងដល់យ៉ា early game បាទអាចស្នះឡើងតុលបាទអញ្ចឹងយើងមើលទៅឃើញ early game មិញមានការ trade ជាមួយនឹង Purple Bar ជាមួយនឹង Total បាទSoul Africa តាំងពី early game ហ្មងតែពីសុំសួរចាប់ពី stand មកអស់ ដល់តែបាយយកមកថាចូលមកដល់គឺជាមួយនឹងការ bet ទៅលើ Soul ដោយ Inspire បាច់តាយកមកអាចចឹងដូចគ្នាតាមតែមិញគ្រាន់តែជាការ bet ពី Season នេះដែលថាគាត់ switch ឲ្យ Ryzen ជាមួយនឹងការលួច Purple Bar ហើយកន្លែង Total មិញក៏គាត់មានគោលបំណងថាចង់ចូលវាយដែរបាទគាត់បន្លាចឲ្យឃើញមុខប៉ុណ្ណឹងទេអញ្ចឹងបច្ចុប្បន្នជាមួយនឹង3ទេមិនតមានការវាយគ្នាទេបើ goal វិញក៏មិនលឹកគ្នាណាដែរដោយសារតែការគូតាមរបស់ Ryzen ក៏លឿនល្អដូចគ្នាផងដែរបាទគេថាស័ក្តិសមពិតជាគូដែលអ្នកទាំងរងចាំមែនជាមួយនឹងគូ Spicy ម្ទេស500គ្រាប់ការប្រកួត PLK រដូវកាលទី8របស់យើងយ៉ាងណាមិញគូទី2នេះក៏ជាគូដែលគាត់ត្រូវការយក3ទូពេញដូចគ្នាផងដែរដោយសារអីទៅកាន់ face របស់គាត់ដូចជារៀងអង្គុយមិនសូវហ្នឹងឬមិនទាន់បានអង្គុយស្រួលមូលអញ្ចឹងណាទោះបីការប្រកួតរបស់គាត់ទៅ3គួតយ៉ាងណាក៏ដោយតែគាត់ត្រូវការទូខ្លាំងមែនតើបាទតែក្រុមទី2គឺសិតតែក្រុមដែល fan ចង់ឲ្យប្រកាសគ្នាអត់ដូចគ្នាអូជាមួយនឹង Donald លះអូ my god ដល់ណាត់ចុច Ultimate ចូលអត់មិញឡើងអត់ពេញអត់ឡើងពេញពេញ state អូបើឡើងមិន for blood បាត់ Oh my god អេចូលខ្ញុំអត់យល់ណា Ray Aizera អស់ flicker ហើយហ្នឹងហើយបាទអញ្ចឹងអត់ដឹងណាបាទអូតើឲ្យជាមួយលើទីចាពីទៅមួយទីចាទៅ first blood បាទការ rotation ពី Ryzen មានអារម្មណ៍ថានៅក្នុងការពួននេះSeason គេមាន threat ក្នុងការលេងច្បាស់លាស់គេ plan របស់គេគឺច្បាស់ណាគេត្រូវធ្វើអីអ្នកណាត្រូវធ្វើអីគេច្បាស់យកមែនបាទយ៉ាងណាមិញដូនណាបបរទៀតចង់ធ្វើការបាញ់ stake ប៉ុន្តែតអត់មានដូនណាអស់មួយក្រុមពីរក្រុមរៀងឈឺក្រែលដែរខណៈពេលមិនមានឱកាសក្នុងការបាត់តែតែអត់បើវិញដូចហេមកលើទី2គេវាយតែម្ដងបាទអញ្ចឹងណាវិញគាត់មាន total គេការ spot មកដូចគ្នាដែរសមាជិកក្រុមសងខាងចាប់ធ្វើការចាប់ជាមួយព្រៃនេះខ្លួនតែម្ដងប៉ុន្តែបើតែមកពេលឆៃតែការទីនេះគ្នាដែរខណៈពេលទីទៅក្បែរនឹងអូលីចេនជាងការគំរាមតែរបស់បន្តរបស់ឡាប់តាយកបាន total អត់ចេញពីវត្តមានមកជាមួយនឹងឆ្មាទីយកបានដូចគ្នាយកបានពេលនេះមានការបាញ់ទៅដល់ការ Brandis បាត់មក Brandis ជាមួយនឹងការចំណេញបាន2 kill ទៅការឆ្មាយវ៉ា total មួយទៀតអូឆ្មាមិនលោឆ្មាសុកចិត្តប្រឡែងជាមួយនឹង Orange បើការសម្រេចចិត្តមួយនេះគឺត្រូវហ្មងព្រោះថាទីមិនខល map ហ្នឹងទីសុកចិត្តនេះទី skill ជាមួយនឹងទី2ដើម្បីឲ្យឆ្មាចូលមក retreat បានហើយបានជាមួយនឹង total បានជាមួយនឹង2 kill ទៀតអូបាទចាយ ultimate មួយចាយ flicker មួយដើម្បី secure បាទអត់អីទេបាទសម្រាប់គាត់ដោយសារតែនៅតែមាន debate ដែល35%ប៉ុន្តែចិត្តអស់ហើយបន្ត ultimate ដេញវាយនេះឆាតែនេះឆារៀងតាមគ្មានបញ្ហា clear ធម្មតាពី Asira បាទ
ចាំបច្ចុប្បន្នតការនាំមុខ700 goal ទេតែណាមិញជាមួយនឹងហ្គេមនេះដូចបាននិយាយឆ្មាគឺធំណាក្នុងហ្គេមនេះលូការបស់ឆ្មាគឺធំមែនតើបើសិនជាគាត់100ទូបាល់លូកាគឺពិបាកក្នុងការលេងគាត់មែនតើ មើលរីត្រីរបស់គាត់យក MLM ខ MLM killing spree ណា យករីត្រី movement speed បន្ថែមទៀតអូអញ្ចឹងហ្គេមនេះគឺគាត់បើសិនគាត់ដេញបាយអស់នេះយកបងគឺដេញបាយរហូតដល់ចោលបងតែម្ដងសម្រាប់គាត់នេះគ្នាបាទអញ្ចឹងយ៉ាងណាយើងចាំមើលជាក់ស្ដែងខណៈពេលយើងមើលជាមួយនឹងវត្តមានរបស់ស៊ីស៊ូនពេលគាត់បាយគ្នាគឺអត់ទាន់មានធ្វើទីបាយតែបាយនេះ CGP នេះទេចាំមើលលេងពេលដល់អាមួយអត់តែកូពីអាយ៉ាកូពីដាក់ជាមួយ original វិញតែគ្មានបញ្ហាដល់ថយធំ អើយ៉ា ពេលសម្រាប់ចំណាយ flicker បាទនិយាយថាការអត់ភ្លេចណាមើលអត់ភ្លេចពីនេះណាសួរអត់តាន់គូដោនពេញវិញទេ ខាងក្រោម ចឹងយ៉ាងណាមិញខណៈពេលនេះ បាទយ៉ាងណាមិញក៏ភ្លេចឡើយជាមួយស្មាសារបស់យើងគឺ Second ក៏ភ្លេចប្រើកម្រងកញ្ចប់ MLBB ថ្មី បាទតោះមកជើងអត់អីទេខណៈពេលមានការរកថយដូចខ្ញុំណា VR Zooner 1 Save ធម្មតា បាទកុំភ្លេចកម្រងកញ្ចប់ MLBB ថ្មីរបស់ Second គឺងាយស្រួលមែនតើបងមនោគ្រាន់តែភ្ជាប់កម្រងមួយសប្តាហ៍ទទួលបានពេជ្រទៅវិញរហូតដល់ទៅ56ពេជ្រងាយកាន់តែចំណេញភ្ជាប់កម្រងមួយខែទទួលបានពេជ្រទៅវិញរហូតដល់235ពេជ្រ វ៉ាវបាទមិនត្រឹមតែប៉ុណ្្នឹងទេមិនត្រឹមតែបានពេជ្រទេអាចបង្កើនលេងជាមួយនឹង MLB បានដោយសេរី បងចង់លេងមួយថ្ងៃ30ម៉ោងក៏បានដែរ បាទ ចុះ ដល់ កន្ លេ លែ ង ង បាន កន្លែង total នេះឆ្មាអស់អស់ទេ Ultimate បន្តយកជាមួយនឹង Oxygen តែគ្មានបញ្ហាខណៈពេលដែល Aziran ជាថាខេតរបស់ Donut យើងលេងមើល PP ថល mistake ទៀតតែគ្មានបញ្ហា នេះ PP អត់បានធ្វើអីសោះតែម្ដងទាំង flicker បើថាគូដើរក៏គេផុសឲ្យ PP អស់ flick ដែរ និយាយទៅដូចខ្ញុំបាននិយាយចឹងសម្រាប់ឈូហ្គេមនេះគឺគាត់បាក់ពីអស់មែនទែនទោះបីមានភាសាយ៉ាងណាក៏ដោយប៉ុន្តែវាអត់មានរូបភាពដែល trio 3នាក់ដើម្បីការអស់ជាមួយថាគេណាមួយរបស់ Flag A ណាចឹងឈូនេះបានតែធ្វើការឆេញមែនតែម្ដងបើសម្រាប់ពេលនេះហើយក្នុងពេលគាត់ឆេញមែនចំជាមួយ Hero Front Line ធំទៀតនេះទីណាមានវត្តមាន total មានការបើកឆាវាយតែម្ដងពី CU Zoom តែគាត់ធ្វើបានទេគេណាមានលូកាសនៅក្បែរអូជាមួយនឹងវត្តមានលូកាសរបស់ឆ្មាគឺគាត់មកទេចឹង total បានជាមួយ CU Zoom ហើយ ហើយសារគេ trend ពីវត្តខាងក្រោមហើយពី team នេះគេមាន game plan ដូចគ្នាបាទ trend ដូចគ្នា បើចឹងណាមិញកណ្ដាលពេលដែលបើជិះចង់បុកខ្លួននេះក៏បានដែរដោយសារតែអូស៊ីហ្យែនជាទៅបានបច្ចុប្បន្នគឺគាត់ចូលខ្លះទៅក្នុងការបែកអាបេតរបស់អាស៊ីណាសិនបាទគាត់ប៉ុន្តែអូរ៉េបឺរបស់ Ryzen គឺទៅដូចជាបានទេស្របពេលដែលខាងលើមានការយកបាន T1 ត្រេតខ្លួនឯងចង់ trade យកមួយ T2 ត្រេតផ្លូវបន្តមានការកុំតាមានមួយប្រៅឡាមានវិញណាដូណាតប្រយោជន៍ដល់ការ Ryzen ជាមួយការបាយទីនេះតែណៃលងណាតែពេលយើងការបាយដល់កណ្ដាលពេលយើងទៅ Prince ដល់ថយជាមួយការហ៊ានជឿរបស់គាត់នេះមិនដែរគ្មានបញ្ហារត់ស្ទួយបានពី kill មកវិញទៀតពីសមាជិករបស់ Flash Cake ពេល game នេះក៏ពិបាកលេងខ្លាំងមែនតើអត់ដឹងថាត្រូវតន់អ្នកណាគេទេបាទ Ryzen មិនចង់ទុក T2 ខ្លាំងពេកធ្វើឲ្យគាត់បានជីវិតដូចគ្នាទាំងពីររយតែម្ដងយ៉ាងណាមិនមែន team fight មិនមានវត្តមានរបស់ Soul ទេបាទជាការសម្រេចចិត្តមួយយ៉ាងលឿនពី Flash Cake អីដែរបច្ចុប្បន្ននៅបន្តការនាំមុខតាម 1K ជាងទេឱកាសនៃការ comeback របស់ Season នៅតែបន្តការមានដូចគ្នាបាទបើយើងក៏លេខទៅមើលទៅដូចជាមិនសូវជាខុសគ្នាអីណាទេតែគាត់ថាបើសិនថាយើងមើលទៅលើសាច់ team fight គឺរៀងមានអារម្មណ៍ថាពិបាក អាមួយអូហូយកាត់តបានហើយតែទល់ជើប៉ាសេតែម្ដងទៅកាន់ជាមួយនឹងវត្តមានរបស់នេះចានេះចាប់លីកដល់ថយម្ដងជាមួយទីអត់តែក៏មកជាមួយការតស្បាយវាយវាយតែម្ដងជួយការតែគឺដូណាល់ឡាទៅហើយដូណាល់ប្រៃបានជាមួយទីតែដូណាល់ឡាទៅមែនទេបាទមួយលើកដៃកលែងដោយសារតែបច្ចុប្បន្នបើសិនជា PP គាត់ធ្វើការបានច្រើនណាហ្គេមនេះក៏អត់ពិបាកលេងជាមួយ C0 ណាបាទបើសិនជាគាត់និយាយដូរថាហ្គេមសម្រាប់ចិត្តតទៅលើនេះចាមិនបាច់មែនយើងឃើញទាំងការបុកនេះចាមិនមាន right ដែរណាតែចិត្តដាច់ជាមួយនឹងនេះចាយកតែម្ដងអញ្ចឹងបើសិនជាគាត់ communicate ត្រូវបុកណាគេអាចនឹងមានភាគរយដាច់ច្រើនមែនទេព្រោះ damage របស់ណាក៏មានដែរបាទ RAM មាន damage ផាសាមួយនេះអត់ក្រណាជាមួយនឹងការផ្សាយអាបេដូចនេះគណៈពេលអូស៊ីហ្សែនអត់តបាន copy អាបេទេអ្វីដែលយើងមើលឃើញគឺស្អីមិនទីគាត់អាចមានឱកាសក្នុងការគេចផុតអាបេរបស់គាត់នៅលើតែគាត់ចូលបាយសម្រាប់ហាច់អាចនិយាយគ្នាអត់ត្រូវបាទមួយធីមគាត់បាទចឹងយ៉ាងណាមិញគណៈពេលវត្តមានឡតដល់សល់ទៅតែ5វិទៀតតែម្ដងធ្វើការស្ពតមកក្រុមសងខាងបន្តពីតទី1ទៅតទី2ទៅតទី3ចាក់គ្នាវិញហ្នឹងដូរវិញចឹងដូររោមមើលទៅប្រហែលជាគាត់ឡើងរោមទៀតមិនរោមទៀតលោកទីមួយទៀតមកហើយគេណាមកយើងមើលជាមួយនឹងវត្តមានឡតការមកដូចគ្នាវ៉ាន់ដូចជា3ឲ្យឆាប់ឯណាអូ Ryzen ដើម្បីច្រាមទេក្នុងការខានវត្តមានបតទីនេះគ្នាដែរចឹងទីតែព្យាយាមការបើកមុខព្រេងហើយគេវាយណាជាមួយនឹងគេនេះតែយ៉ាងណាមិញមានជាមួយនឹងការ support ពីនីចាត្រូវជាវត្តមានរបស់លោកការស្មានចាំមករីតែម្ដងតែយកទៅច្បាស់ដូចគ្នាស្របពេលផ្លូវមីលែនដូណាតឈាមកាប់ហុកទៅតាមថាកែណាដែលអាចធ្វើការហុកបានប៉ុន្តែអាស៊ីរ៉ានោះក៏បន្តតាមអ្វីដែលគាត់អាចបន្តបានដូចគ្នាដែរគឺគ្រាប់អស់ឈាម30%នៃការដូណាតទីក្រេដែរតែទី5មិនឃើញខ្លួនចង់យក stake បានពីគ្រាប់ C ពីអាស៊ីរ៉ានឹងបាត់បោលឈាមតែម្ដងស្របពេលមានបតដូណាអ្វីកន្លែងនេះជាកន្លែងដែលទីខ្លះគួរតែវាយដោយថាมันមាន element របស់អាស៊ីរ៉ាអញ្ចឹងបើសិនជាគេចង់ all in វាយគួរតែវាយកន្លែងហ្នឹងទីឲ្យលឿនទីផុតបាទយ៉ាងណាមិញគាត់ថាជួងការយល់ឡោដើម្បីណាទៅស្មាវត្តមានពេពេតហើយដល់អាប់អត់តែគេកាត់ត skill ពេពេគាត់ណាជួយកាត់តជួយប៉ាសេបាយយកទៅកាន់លូការបស់ឆ្មានេះគេតែបាល់បោលជួយពេពេបានហើយជួយការលុតចូលខាំងងាំពីឆ្មាតែដល់ថយវិញគ្មានបញ្ហាយកបាត់ទៅពេពេមួយតែម្ដងវត្តមានតឡតមានការ
សេតជាមួយឈីមមកវិញតែសមាជិករបស់ខាងក្រុមស៊ីយូបន្តយកទៅដល់ពីអាស៊ីណាតាមអាចធ្វើបានជួយកាប់បែសមាជិករបស់ខាងក្រុម Flash គេអត់ឈាមតាមអាចធ្វើបានតែបរិញ្ញាក្បាយនឹងខ្លួនឯងអ៊ីស្ម៉ៃអលបរិញ្ញាអស់ហើយក្រាបមានការមកទៅដល់ពីនេះចាវាយហើយក្រាបទេបាយប្រាទៅដល់ពីសូនទីមិនជួយនេះចាលុតដល់កាប់យកទៅដល់ក្រាបមានការបាយតែនេះដាក់ឈីមវិញក្រាបពីដូណាត់បន្តអត់មានអាចធ្វើការឡើងទេសូមជាការចង់ចូលបាយតែដូណាត់ខាងក្បាយនឹងចូលមកអត់មានបញ្ហាបាទចឹងមានការ reset ទៅផ្ទះរៀងខ្លួនផងដែរយ៉ាងណាមិញមើលជាមួយនឹងឡូនេះតើ Flash គេបានឬមួយក៏ស៊ីស៊ូនបានកាប់ខ្ញុំគិតថាគួរស៊ីស៊ូនគួរតែឲ្យតាំងពីរ៉ាអស់ Ultimate ដំបូងគួរតែឲ្យបងប្អូនថាយើងឃើញមិញរូបភាពដែលគេចង់យកឡូរ៉ាអត់មាន Ultimate ទាំងពេៗចូលទៅតតាមជាមួយឆ្មាក៏អត់មាន damage back up ដែរអត់មានទេបាទហើយអ្វីខ្ញុំគិតឃើញមិញពេចូលទៅដល់មិញនិយាយទៅគឺពិបាកអត់មាន damage back up ក្នុងការ pick off ទៅឆ្មាហើយអត់មានសមាជិករបស់គាត់ចូលទៀតអញ្ចឹងមានគាត់ទៅ free បាទអញ្ចឹងយើងកំ play ដែរជាមួយនឹងរោងកុន Legend Cinema បាទអញ្ចឹងបើសិនជាអ្នកនរគ្នាចង់ទស្សនាជាមួយនឹងរោងភាពយន្តដែលទើបតែចេញមកថ្មីកំ play ជាមួយនឹង Legend Cinema បាទចូលទៅសូលប៉ុន្តែវាយបាន stay ទៅកាន់ PP ដែរតែ PP ដល់សិនគណៈ PP ក៏មាន trigger ដែរអញ្ចឹងបើថា Get Ultimate ថាជោគជ័យដែរបាទតែធ្វើបែបនេះដើម្បីការយកបាន T1 តែផ្លឹមនេះល្អបាទតែគេ speed ដល់បាន T2 ខាងលើមួយដែរបាទប៉ុន្តែច្បាស់ខាងពេលអាស៊ីណាអាចអាចបានការ defend ទៅទីនេះដែរប្រហែលជាទៅនៅផ្លូវបន្តនៅសល់ចឹងត្រឹមឡងអាចគ្លៀបានមួយស្មាទៅលើអូចាំងឡងបាត់ចាំងឡងតែមានបញ្ហាក្នុងពេលបន្តនេះកុំឲ្យនេះទីវាយនេះបន្តតែមានម៉ាំងតែការសមាជិករបស់ Flash គេនេះដែរប៉ុន្តែកាលលើជួយការវាយសមាពីដៃសេតសូឡូគីទៅលើដៃសេតពីវត្តមានរបស់ឆ្នាំបន្តពីសម្រាប់មួយសប្តាហ៍បាទចេញណាមិនក្រំពេលបានបោះជួយចាំងឡងផ្លូវមានការពុកតែម្ដងគូពីអាទៅស្គែនតយកទៅការសមាជិករបស់ស៊ីស៊ុនពីបញ្ហាការពេលនេះបានឆ្លងលោកជួយពីការជួយការគូពីអាទៅ Grade 2ប៉ុន្តែវាយ original ទួសាច់តែម្ដងអូបាទជាមួយនឹង game នេះមានរឿងឲ្យចេះពី CU Zone ដោយសារតែបច្ចុប្បន្នជាមួយនឹង Flash ចាប់ដើមគ្របស្ថានភាពយកហើយថ្មីទៅក៏ goal មិនលេចគ្នាច្រើនទេក៏ប៉ុន្តែជាមួយ objective ផ្សេងៗគឺ team Flash គ្របយកទាំងអស់យកតែម្ដងយ៉ាងណាមិនបន្តទៅមាន original វិញតែបន្តនេះគឺការតប clear ទេតែពេលមានការដាក់វាយយកទៅជួយនេះចាយ៉ាសាទីណារត់ថយមួយសិនមានបញ្ហាស្របពេលអាទីណាទៀតចេញពីនេះចាចឹងពេលនេះគឺអាចចង្កោឲ្យមាន fight all តែម្ដងរ៉ាបច្ចុប្បន្នគាត់តែលុយ 5000 ទៅជាមួយហេតុបាក់គាត់បាក់បន្តទៅលើ team Flash គេខ្លាំងបាទយើងគេសឹងតែនេះចាឆោតគាត់3បន្តក៏អត់ទៀតទេបាទព្រោះតែបច្ចុប្បន្នគាត់តែចេញគីឡូវិញបានមួយ block វិញទេគាត់ទៀមទាចេញជាមួយនឹង missing lantern ឬមួយក៏ divine កន្លែងមួយទៀតបាទសម្រាប់ពេលតែបងនៅតែអត់យល់ថាពាក់បីជើង movement space បាទពាក់បីជើង movement space គាត់តែច្រឡំឬមួយក៏មិនអត់ដឹងក៏គេមាន strategy អីយើងមិនដឹងបាទបរិសាភាសាបាទ rotation លឿនគាត់ហោះហ្នឹងចេះបងដោយសារតែមិញបើតាមមើល emblem របស់ PP គាត់យក moving speed ដែរអញ្ចឹងអាចគេយកអញ្ចឹងដើម្បី rotation ការ rotate មួយ PP លឿនអញ្ចឹងបាទអាចជាអញ្ចឹងឬមួយក៏អាចមួយទៀតគេជំនួស S1 ណា S1 បើគាត់អត់យកជាមួយនឹង agility ហ៎បាទអត់តែ pass អញ្ចឹងអត់បានធ្វើការយកជាមួយនឹង variable blessing អញ្ចឹងដល់ពេលអញ្ចឹងទៅវាអាចគាត់មិនទៅជំនួសយក weapon master វាពួកគេទៅគឺ all in មក weapon master damage ហើយហ្នឹងហើយត្រូវគាត់យក damage ហើយដក damage ដូណាត់បាទមានណាដូណាត់ដូចជាច្រើនឲ្យថាមិនឥឡូវមកចេញ seal Harvard មក flick gun ដូចជា4ឲ្យថា5ឲ្យថា5ឲ្យថាមែនទេបាទពេលគាត់ free target បងសប្បាយមែនទេបាទហើយគេនេះបើសិន start team fight បាយនេះភ្លេចខ្លួនដូណាត់ឡើងអត់ដូណាត់គាត់ចេញតែរកសកោមួយចាប់ឯនេះចឹងយកតោះសម្រាប់បងថា team fight ចាក់ស្លាយដូចចូលមិនចូលបានដែរតែចូលមិនចូលដើម្បីអត់ឡប់តែម្ដង team fight ធំទេមានអារម្មណ៍ថា team Flash គេរៀបចំគម្រោងដែលលេងមួយឈូរបស់ PP ហើយបាទ PP គេនេះអត់ចេញដល់តាមអត់ PP ត្រឡហើយគណៈពេលដូណាត់អត់ស្គីពីប៉ុន្តែអាចខ្លួនថា PP បាក់គ្របទីក៏ដល់ថា PP ជាមួយនឹងការថាពេលជួយតែ PP មិនហាក់ប្រេនស៊ីអាចថាគេដើម្បីណាទៅច្បាស់ទៅស្វែងចូលទៅបាយ brand ទីស៊ីគណៈពេលការដាក់ពេលការធ្វើ brand ទីតែពេលអាចបាត់បោយកបាន brand ទីវាស្ទែដល់ទៅជាមួយនឹងការជោគឡជោគជ័យគណៈពេលគាត់មានឡោមានការបោកវាយតែដល់ពីសមាជិករបស់ Flash KA ឡតគេបាទហើយជាមួយនឹង CU Zone បាទ free lot ឲ្យនៅមើលសមាជិករបស់ Flash ហើយជាមួយនឹងការលេប 5k goal មកដូចនេះចាំមើលត្រឹមឡតទី2នេះតើ CU Zone អាចក្នុងការ defend បានដែរឬទេបាទតែបច្ចុប្បន្នខ្ញុំមានអារម្មណ៍ថាបើសិនជាឈោដល់ game ទី2បាច់ជួយលេងឈូទៀតទេនេះចាំមើល oxygen គាត់ coffee បាទ prepare ហើយ Oh my god បច្ចុប្បន្ន Ryzen ក៏គួរសម item សូលក៏មិនណយដែរសូលបាទទៅដល់ការលាក់ដៃចាំកន្លងពីសប្តាហ៍គណៈពេលដែលធ្វើឲ្យបានល្អមែនទេជាមួយនឹងជំនួសក្នុងការបាក់នេះជាមួយ CU Zone ពី team Flash KA យកបាន T3 នៅផ្លូវបន្តលែននេះស្របពេលឡតទៅផ្លូវបន្តលែនអាសេរ៉ា secure ជាមួយនឹងផ្លូវពីលែនយកអាមេបន្តយកតែម្ដងស្របពេលដែលវត្តមានឡតដើរទៅផ្លូវបន្តលែនលឿនតែម្ដងខាងទេមួយពី brand TC សមាជិករបស់ Flash KA នៅខាងក្រោម3 4ជាមួយនឹងការវាយ4ទល់4ចូលទេបានត្រួតតែដល់ពីសមាជិករបស់ CU ស្មាដឹងឆ្មាដល់ណាស្មាដល់ចេញមីនីនេះចង់មើលថាគេមកបែបបាទ
អត់ឲ្យចេញមែនទេដោយសារតែ Ryzen គាត់លេងមកល្អដែរជាមួយនឹងការ set up lane speed boost ឲ្យគេយកទៅពីរផ្លូវទាំងពីរផ្លូវនេះគេមានជាមួយនឹងផាសារបស់ Asira ដែរអញ្ចឹងគាត់ដឹង teammate team mate គាត់ដូចគ្នាជាមួយហើយតែគាត់ speed boost បានបច្ចុប្បន្នហ្គេមនេះបើសិនជា flash អត់អស់3ផ្លូវហ្មងត្រូវតែប្រឡែងអញ្ចឹងទៀតខ្ញុំគិតថាឡោះទីគាត់នៅបាក់បុកទេបាក់បុកឥឡូវបច្ចុប្បន្នជាមួយនឹង Asira ចេញ divine កន្លែងទៀតអញ្ចឹងជាមួយនឹង Ninja teammate បើយើងនិយាយពីគិតដក teammate របស់ divine កន្លែងគិតភាគរយចឹងគេអត់ខ្វល់ទេអាណាសៀរ៉េឌីនក៏បន្តឈឺដូចគ្នាផងដែរសំខាន់ Ryzen គាត់មកផ្លូវម្នាក់ឯងហ្មងហ្នឹងទោះបីមានការវិពីវត្តមានឡតយ៉ាងណាក៏តែគាត់អាចទាំងការជួយផ្លូវដើម្បីតាមមិនខានបានយ៉ាងណាមិនអាចទៅ Grade A បន្តជាមួយ Original តែ Original បន្តវិញបន្ត Clear ទេក្រាបពេលពីមិនហាក្រាបពេលមិនជួតនេះគាត់បានធម្មតាក្រាបពេលពេចង់ទត់ក៏ទត់មិនចេញដែរពេលគាត់ធ្វើចេញសោះហ្មងគេមានគេចាប់គុកគាត់បានយកហ្មងបាទ Refis Speed តិចក៏ស្មាត់គាត់ហ្នឹងគេចាប់គុកគាត់បានយកហ្មងអូ Oxygen គេចេញបាន Divine កន្លែងណាចឹងនេះមកអី support ជាមួយនឹងមេតែកាន់ Donut ដែរ Donut secure ultimate ម៉ាំងដាច់ចឹងទៅខ្ញុំគិតថា game នេះបើឈានទៅដល់ late game លុយស្មើគ្នាមែន game វា50 50មែនតែព្រោះថាបច្ចុប្បន្ន Asira មួយ Soul ទីមេគេចាប់ដើមមានហើយបាទមានគូសំអញ្ចឹងបើ team fight បើសិនជា team flash គេ edge មានតែប្រហែលបន្តិចឬមួយក៏មានចំណុចខ្សោយបន្តិចឱកាសឈ្នះភ្លាមមកពីទីសុទ្ធសំខាន់យើងបាក់និយាយថាពួកគាត់ team fight អត់មាន fight គ្នាណាឥឡូវមាន Wi-Fi មែនសោះអត់មាន Wi-Fi 5 សោះបាទចឹងយើងចាំមើលខណៈពេលមានការអូសទេអីទៀតហើយបាទពួកគាត់ដូចគ្នាបាទជាមួយនឹងការឆែក map ពីទីក៏បានលោពេលក៏ដូចគ្នាតែពេលបារោថាគេតតដូចគ្នាតែយ៉ាងណាវិញបើសិនគាត់តតក៏អាចធ្វើការយើងរបស់គាត់ទៅដូចគ្នាដែរចឹងវាបានហើយចឹងយ៉ាងទីរៀងឡូតែបាទទីអីទេព្រោះតែថាទីគាត់មានជាមួយនឹងសៀលបាទមកស្គីទី2ឡើងឈាមវិញបាត់ហើយឡើង OSC ផងបាទបាញ់ច្រើនណាស់សម្រាប់គាត់បច្ចុប្បន្ននៅបន្តការលេខ 4K កន្លងដែរទេតែនាទីទៅយូរទៅហើយបាទចិត្តដល់17នាទីឡតទី3នឹងការមកក្នុងពេលបន្តិចទៀតនេះដូចគ្នាផងដែរតែហ្គេមនេះគឺឱកាសនៃការឈ្នះគឺទូនមិនទាន់ដឹងអ្នកណាតែងជាងអ្នកណាទេបើយើងឥឡូវមើល item បច្ចុប្បន្នជាមួយនឹង Ryzen ចិត្ត full item ហើយ 11000 ដែរ Ryzen ស្មើមកចាញ់គេណាបាទណោះ Harris Soul ក៏5ឲ្យធំនេះនេះដែរខ្វះឲ្យធំទៀតទេណាបាទឥឡូវឲ្យខ្ញុំគិតថាឲ្យនឹងថាជាអាចឲ្យពេលជាមួយនឹងការឆែក map ដូចគ្នាដែរគណៈពេលអត់មានបញ្ហាគណៈពេលកសាងជាមួយនឹងវត្តមាន lot វិញដូចគ្នាគេបែនអស់ទីរ៉ាដែរអត់មែនណាតែយ៉ាងណាមិន copy អត់មែនបរាវិញពី Oxygen ចាំមើលជាក់ស្ដែងគណៈពេលនេះវត្តមានរបស់ lot ក៏មានការឆែកចូលទៅកសាងទៅមកទៅដើម្បីគេគឺដើម្បីចំណេញជាមួយនឹងនេះនៅផ្លូវបន្ទប់លែងគេបែនឲ្យ mini pressure តែរ៉ាមិនមានទិញសភៅទេមានបានអត់ទេទិញសភៅចឹងគូដល់យូរដែរមួយទៀតនេះគាត់ចង់ពាក់Wishing Lantern ពីរ៉ាAsira ឬមួយក៏ជានេះស្វាញណាយ៉ាបាទជួយណាមិនបែតចុះបែតឡើងបែតចុះឡើងដើម្បីឲ្យចំណេញជាមួយនឹង Minion តែប៉ុណ្ណោះតែ Minion មកវិញទៀតវាយចូល Minion ទៅកាន់ Season Minion back door ដល់ពេលឡើងពីបាទគាត់គ្នាគេណាមិនយើងក៏ជាមួយ map គាត់ថាជាកាន់តែដូចខ្ញុំបើសិនជាហ៊ានចេញ map ក្រោមភ្លាម Season គេហ្វាឡតហ្នឹងបាទបើហ៊ានចេញគេហ្វាឥឡូវបាច់ទៅហើយបាទជួយការហ្វាឡតហើយជាមួយនឹងអានេះជួយឲ្យហីបន្តអត់មានបានជួយការបន្តអត់មានដូចខ្ញុំដែរគណៈពេលនេះក៏មិននេះចាតែគេចូលនេះចាអាចប្រកាសលុតចូលដល់បាយអត់តែដល់ថយប្រយមានបញ្ហារបស់នេះរបស់មានការបាយតែម្ដងបាទជាមួយនឹងកូនដូចគ្នាស្របពេល Minion ក៏ទៅតែមានបញ្ហាសាស្ត្រទៅយើងមិនអាចបាទព្រោះ team flash គេដឹងច្បាស់ដែរជាមួយនឹង minion pressure ណាបាទ minion pressure របស់គេគឺគេល្អដែរតែថាសប្តាហ៍នេះ team flash គេ improve បាទគេ improve បាទ prepare បានច្រើន improve better នេះបាទគេ improve better improve តែប៉ាស៊ីស៊ូទៅវិញបាទអត់ដឹងដែរមកសើលេខដៃចាក់កន្លងសប្តាហ៍អញ្ចឹងឡងបាទដែរបើយើងចាំមើលចាក់ស្ដែងបាទដៃឆាំងកន្លងទូ EP ទៅអីចឹងណាសំខាន់ណាគូនេះអត់មានបានវាយគ្នាជក់ចិត្តសោះនិយាយមែនណាបាទបានតែវាយបន្លាចចលោបាទគាត់ set frame ខ្លួនបាទហ្គេមនេះបាទជួយណាមិនគណៈពេលឥឡូវ14ទីណាវាយនេះពេលខ្លួនចឹងកន្លះម៉ោងហ្នឹងបច្ចុប្បន្នហ្គេមដែល lane ហ្គេមខ្លាំងមែនទែនដល់ពេលមានដល់បន្ត lane នេះគេមិនឯង Minion ធំមកពី top lane តែខ្លះមាន lane Ryzen ខ្ញុំការកា map ដើម្បីការ clear បន្តឲ្យពេល Asira clear ជាមួយនឹង Minion បន្ថែមទីគ្នាគណៈពេលដល់ណាមិនសោះចង់ចូលទី5ក៏ពិបាកដូចនេះដែរស្របពេល Minion ផ្លូវ mid lane ផ្លូវ top lane ក៏គឺបានដូចនេះវត្តមាន lot ស្ដាប់ដល់ជាមួយនឹង T3 តែមានការចូលទៅដល់សមាជិករបស់ខាងក្រុម Team Flash គេតែអាចប្រកាសមក4នាទីបើសិនគាត់បង្អោយជាមួយនឹងវត្តមាននេះចាស់ធ្វើការចូលទៅតែលើបច្ចុប្បន្ន clear lot បាន free ពីសមាជិករបស់ Season Asira ជាមាន lane វិញដូចនេះដែរស្របពេលខាងទេពី Brand TC ជាការឆែកពេលគេជួយការលោតចូលដល់ទៅក្នុងមុំចុះឡានមកទៅមកយកទៅដល់ Ryzen នេះចាំមកបាយអស់ជួយការឡានទៅពីណាពីបាយស្របពេល TC មកលេងបាល់ពីការទេនេះវិសោតែចុចពីទៅកៅពីបាយតាមទៅពីអាត្រាទៅការមកពីការពីការទៅដល់ជួយការការនេះចាំមកជួយការចាប់ដល់វិសោស្អីគាត់ណាមកមកចូលជួយការយកបានជួយឆ្មាវិញតែវាយតែសុំទៅដល់ជួយជំនាញហ្គេមទី1ក៏បានទៅលើ Flash គេអូយឆ្មាមិន fast hand ខ្លាំងណា
ខ្ញុំឃើញឆ្មាគាត់តែម៉ាក់ឡូតចូលវាយគេ